នេះសតមុនបើស្រួលទំនេរតែនឹងអូនទេគេត្រូវគ្រប់គ្នាពុកម៉ែឲ្យអូនអញចេះស្រួលគ្នាឡូសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបរឿងវិចសំលេងបត់នេះចិត្តប្រជុំឥឡូវគេចាប់ដើមគេយកបត់មកធ្វើឲ្យមិចទៀតអញ្ចឹងណាហើយខ្ញុំនេះប្រាប់ពីរបៀបធ្វើឲ្យព្រោះមកសំលេងមិចសំលេងឲ្យព្រោះមិចពុកខលឌីបវាហ្នឹងបាទឥឡូវតើយើងចូលទៅដល់អ្នកអស់គ្នាបាទនេះលើ iPhone បាទរបៀបគេកាត់សំលេងយកទៅធ្វើ remix លើ iPhone វាច្បាស់បាទបង copy អានេះ copy link វាមក copy link ចឹងហ្នឹងបងប្អូនចូលមានបងប្អូនមានកម្មវិធី2ដូចខ្ញុំចឹងបាទ2ចឹងក៏បានដែរខ្ញុំត្រឡប់ខ្ញុំធ្វើតែ2ហ្នឹងទេហើយយើងចូលកន្លែង document នេះមួយមកយើងចូល browser មកអានេះចឹងវាយនេះ YTMP3 នេះលើបាទហ្នឹងបាទឥឡូវវាចេញចឹងមកវាដាក់ឲ្យយើង copy link បាទព្រឹងអត់ទៅរៀងមិញហ្នឹងឥឡូវយើង copy វាមកនេះ copy វាចឹងមកចាំវាមក plate សិនមកចាំវាឲ្យ download ឥឡូវខ្ញុំធ្វើការអង្គុយចាំវាក៏ជក់ប្រេម្ដងសិនមកនេះបាទឥឡូវវាចេញមកដាក់ឲ្យ download ហើយយើងចុចកន្លែង download ហ្នឹងមកចាមកវាមកដល់កន្លែងនេះហើយយើងចុចយកអាក្រមនេះបាទចុចយកអាក្រមហ្នឹងមកនេះឥឡូវវាពងដននេះបាទនេះកន្លែង download នេះវាពងដើនេះហើយខ្ញុំមានកម្មវិធីមួយទៀតបាទសម្រាប់ដាក់សំឡេង value pro ដូចយល់ទៅខ្ញុំប្រាប់ឲ្យតែចាំដល់កម្មវិធីហ្នឹងចាំខ្ញុំទៅប្រាប់អាកន្លែងធ្វើ value អញ្ចឹងមើលបាទឥឡូវយើងដនវាបានហើយយើងចុចកន្លែង download មកយើងចុចអារូប file នេះហើយនេះបត់នឹងនៅលើគេអញ្ចឹងយើងចុចអាកន្លែង 3 នេះមកហើយយកពាក្យថា C យើងសៀវាមកវាមិនចូលដល់តែនេះកន្លែង CO2 file យើងសៀដាក់ក្នុងបាទ FL Studio យើងមកខ្ញុំចង់ដាក់កន្លែង Maestro ដាក់កន្លែង DW Sample តាណាក៏បានតែសម្រាប់ខ្ញុំដាក់កន្លែង Maestro ស្រួលរអញ្ចឹងចុចសៀមកតបមកយើងចូលទៅកន្លែងកម្មវិធីស្អីនេះ Savory នេះមកតែយើងឈប់បាយសម័យខ្ញុំឲ្យពាក្យថា remove vocal នេះនៅលើគេនេះចុចមកនៅលើនេះបាទហើយចុចមួយទៀតមកចុចកន្លែង file ខ្ញុំបរៀនលឿននេះបងប្អូនហើយយើងត្រោពាក្យថាអត់ច្រឡំត្រោពាក្យថាប័ណ្ណជ្រាយើងមិញហ្នឹងណានេះនៅក្រោមវាបងប្អូនយើងមិញយើងដនមកវាម៉ោង 11:25 អញ្ចឹងចុចហ្នឹងមកថាបត់អីទៅបងប្អូនមិនថាសលេងដាក់ច្រៀងមួយណាទេបើយើងចូលមកមិនតានឹងដឹងថាព្រោះចាំមើលខ្ញុំមានកម្មវិធីមួយប្រាប់គឺភ្លេចឲ្យចង់ធ្វើមិនក៏បានដែរចាំតិចសិនណាពងតដើបាទជាស្រ័យផងមានសំឡេងរំខានមានគេចាក់បោះតម្លង់អញ្ចឹងបងប្អូនគៀកជុំឲ្យកាន់ថ្លង់គេដូចជាខានផុសវីដេអូយូរហើយខានស្រាប់ខែដែលផុសទុកជាប់លោតតែឥឡូវ BPM វា 135.1 ចេញយើងថតវាទុកសិនមកវាលោតចេញឲ្យបាត់ BPM អញ្ចឹងហើយយើងបើក vocal ហើយយើងបិទ music ចេញមកហើយយើងស្ដាប់មើលកាត់បានស្អាតទៅកម្មវិធីគេត្រូវគ្រប់គ្នាឥឡូវយើងសសៀវវាមកជា vocal ហ្នឹងមកបាទឥឡូវវាពេញបាទនេះ vocal 30ចុចសៀវដូចមិញទៀតមកនេះសៀវ 2 file គេដាក់កន្លែង Maestro នឹងមិញដែរមកព្រោះវាមានលេខ30សង្កល់ស្រាប់តែឥឡូវយើងទៅចូលចាំធានអស់គ្នាបាទទឹកដនមកមិញបាទដនហើយថតប្រាប់បងប្អូនមកដែរឥឡូវយើងចង់ចុចចូលអ្នកទាំងអស់យើងចុចចូលកម្មវិធី Band Lab ហ្នឹងមកហើយអត់លោផាសចូលបិច skill ហ្នឹងចូល log in ទៀតឥឡូវចូលកន្លែង Facebook នេះមក
បើខ្ញុំមានស្រាប់ពីមុនមកខ្ញុំលុបដនហ្នឹងហើយយើងចុចនេះ continue រុនឈ្មោះខ្ញុំ Facebook ចុចមួយ Facebook តើលើវាបានហើយបងប្អូនចាំតិចនេះកំពុងតែចូលទៅក្នុងហ្នឹងចេញអីគេchứ vậy តោះឥឡូវយើងចូលបានទេបងប្អូនគ្នាបាទដោយសារពេលមុនហ្នឹងខ្ញុំពីចូលទៅច្រឡំចុចអាកន្លែង Facebook អត់ទៅអញ្ចឹងវាអុយវាយ email ត្រេះអញ្ចឹងអត់បានទេឥឡូវមិនខ្ញុំលុបហើយខ្ញុំដនសម័យខ្ញុំចូលអាកន្លែង Go Call បានវាអុយភ្ជាប់បានស្រួលបាទចាប់មួយ Gmail យើងស្រួលតោះលេងចុចមកនេះឥឡូវគេនេះ Myper Letter នេះឥឡូវវាចេញមកបែបនេះបងប្អូនចាំពាណិជ្ជកម្មបន្តិចសិនពីមានពាណិជ្ជកម្មឥឡូវយើងចុចនេះមកបានឥឡូវនេះអាប់ដេតបងប្អូនតោះឥឡូវយើងចុចសញ្ញាបូកវិញមកសញ្ញាបូកយើងនេះយ៉ាបងប្អូនដំណើរលេងនេះហើយឥឡូវបងប្អូនខ្ញុំប្រាប់ពីរបៀបចូល file មកនៅឥឡូវនេះយើងចុចកន្លែងនេះ file នេះ import file ហើយយើងចុចកន្លែង browser file នេះមកនេះឥឡូវខ្ញុំដល់កន្លែង FL Studio យើងមិញបងប្អូនលេខ30ណានេះលេខ30ហើយយើងចុចមកលេខ30ហ្នឹងមកនេះឥឡូវវានាំចូលដល់ក្នុងហើយបាទលេខ edit តែឥឡូវចាំវាពាណិជ្ជកម្មបន្តិចសិនបងប្អូននេះឥឡូវវា10រៀបទៀតណាកម្មវិធីឈុតឡប់នឹងទៅពេកហើយបើស្អុយច្រឡំចុចកន្លែងបងលុយណាបែចុយមកយើងយក continue ពាណិជ្ជកម្មនេះមកហើយជាប់បកលុយដូចខ្ញុំវិញនេះឥឡូវដល់វិញនេះមើលចាំល្ងាចនេះសតមុនបើស្រួលទំនេរទៅនឹងអូនត្រេគេទៅវាដល់លេងហ្នឹងហើយយើងចុចទៅលើអាសំឡេងហ្នឹងមកយើងចុចចេញមកហើយយើងមើលកន្លែង FX យ៉ាងមួយនេះ FX ចុចកន្លែងហ្នឹងមកអូចុចកន្លែង auto pick យើងចុចហ្នឹងហើយជាមើលអាកន្លែងចូលចាំតិចបងដល់kalau update ទៅខាងចូលមួយ update ទៅណានេះខាងតែមានណាមាននេះហ្នឹងបងប្អូននេះ classic នេះយើងបើកអស់យើងបើកត្រឹម80បានហើយ80ខ្ញុំតាមចាប់ល្ងាចនេះសតមុនបើស្រួលទំនេរទៅនឹងអូនត្រេគេទៅគ្រប់គ្នាពុកម៉ែឲ្យអូនអញជើស្រួលគ្នាក្រែមានសទ្ធាបូជាចំបើប៉ុណ្ណឹងវាលឿនសូវលុយទៅបើកប់មក100បាននឹងចាច់ស្ដាប់តាមឯងមកល្ងាចនេះសតមុនបើស្រួលទំនេរទៅនឹងអូនត្រេគេទៅគ្រប់គ្នាពុកម៉ែឲ្យអូនអញជើស្រួលគ្នាក្រែមានសទ្ធាបូជាចំបិនក្រែមានបើអស់វាលឺតិចយើងសុំរត់ដាក់ទៅត្រឹម90បានបងប្អូនត្រឹម93អញ្ចឹងប៉ណ្ណឹងបានស្ដាប់តាមឯងល្ងាចនេះសតមុនបើស្រួលទំនេរទៅនឹងអូនត្រេគេទៅគ្រប់គ្នាពុកម៉ែឲ្យអូនអញជើស្រួលគ្នាក្រែមានសទ្ធាបូជាចំបិនក្រែមានសទ្ធាបូជាចំបិនទោះបីទុំនេះទេមិនទៅឡើយបងឈប់ជឿហើយត្រានក្រោយមានឆ្អិនវ័យបើបងខ្មែរពឹងជាប់ខ្សែចិនប៉ុណ្ណឹងបានបងប្អូនតែឥឡូវយើងប៉ុណ្ណឹងបានហើយទីបាច់នេះទៀតយើងមកធ្វើកន្លែងប៉ុណ្ណឹងបានហើយចាំទៅវិញដល់Studioកម្មវិធីរបស់យើងតើឥឡូវយើងសៀវនេះចុចលេខហ្នឹងបងនេះកន្លែង download ចុចលេខហ្នឹងមួយមកយកពាក្យថាសៀវនេះសៀវបាទឥឡូវវាមកដល់លេខហ្នឹងហើយ
យើងមិនបាច់ចុចអីហ្នឹងបងមិនបាច់ចុចទេដាក់ឈ្មោះវាតិចបានដាក់តាម project ប៉ុណ្ណឹងបានproject ចឹងបានបងតែយើងចុចលើនេះមកនេះលើហើយយើងចុច view នេះមកនេះហើយយើងពាក្យថា download នេះមកនេះហើយយើង save audio នេះហ្នឹងឥឡូវវាឲ្យយើង save ចូលទៅក្នុង file ទៀតហើយចុច link ដែលមកហើយយើងចុចពាក្យថា save នេះទៀតមកបាទឥឡូវនឹងបានហើយយើងចេញពីកម្មវិធីទៅមកបងប្អូនតោះឥឡូវយើងមកចូល FL Studio របស់យើងបាទញ៉ាំឥឡូវខ្ញុំសុំធ្វើការបិទ file នេះសិន file តោះឥឡូវយើងចូលមក130មិញ BPM ហ្មងបងប្អូនខ្ញុំភ្លេចដៃចូលទៅមើលសិន BPM នេះយើងបងប្អូននេះ BPM 135.1 បាទបងប្អូននេះ BPM វា 135.1 បងប្អូនដាក់សលេងយើងហើយយើងបើកអានេះផងគឺមិនដាក់នេះបើកអានេះផងអានេះ tempo វាលេងចុចកន្លែង audio នេះមកហើយចុច file យើងអ៊ំមកក្រុមអស់យើងឃើញពាក្យ mic ស្រៈកន្លែងយើងសៀចូលអាកម្មកន្លែងហ្នឹងវិញចុចអាហ្នឹងមកហើយដល់វាមិនមាននេះបងប្អូនញ៉ាពេលយើងកែវាបើអត់កែនេះអត់កែនេះ audio លេខ30ដល់ពេលយើងកែវាមិនឲ្យពី MP3 នេះដល់ជំនាញនេះសតមុនបើសួនទំនេរទៅនឹង យើងបងប្អូនឥឡូវយើងបើសួនទំនេរ តែឡើយយើងសេរីវាត្រូវសិនមកបាទយើងសេរីវាត្រូវក្នុង BPM យើងសិនមកយើងលុបកាត់នេះចូលខ្លាំងមកនេះតែយើងសេរីតោះគ្នាបាទជំនាញនេះតែខ្ញុំនេះតែនេះខ្ញុំនេះជំនាញនេះសតមុនចង់ទៀតមកជំនាញនេះសតមុនបើសួននេះតែនេះបងប្អូននេះជំនាញនេះសតមុនបើសួនទំនេរទៅនឹងអូនទេគេទៅគ្រប់គ្នាកុំម៉ែឲ្យអូនហាញ់ជើងស្មួនគ្នាក្រែមានសទ្ធាបូជាចំបិនក្រែមានសទ្ធាបូជាចំបិនទោះបីទុំនេះទេមិនទៅឡើយបងឈប់ជឿហើយត្រានក្រោយមានឆ្អិនវ័យប៉ាបងខ្មែរពឹងជាប់ខ្សែចិនឥឡូវយើងធ្វើតើវាត្រូវហើយបងប្អូនយើងលុបកាត់អង្គចូលមកប៉ុណ្ណេះបានហើយយើងវាដាក់នេះបងប្អូនអូដាក់អញ្ចឹងមកជំនាញនេះសតមុនបាទត្រូវហើយឥឡូវយើងសៀវវាសិនមកឥឡូវសៀវនេះសៀវមកដាក់យក MP3 ទៅមកយើងសៀវបាទធ្វើតាមខ្ញុំអញ្ចឹងមកហើយយើងលុបវាចូលយើងដាក់សាមីចុចដែលមកហើយយើងរកវាតាម demo song នេះមកអូអស់មកនេះវាដល់ក្រមគេនេះជំនាញនេះហ្នឹងហើយយើងចុចចេះមកទៀត edit ហើយយើងចុចកន្លែងខ្សែស៊ីនស្អីនេះចុចកន្លែងមកតាក់មកយើងតម្លើង BPM វាតទៅ150វិញមកនេះយ៉ាង150ចាំមើលវាលៀនជាងមុនដល់សម្បត្តិយើងធ្វើប្រចាំហើយជំនាញនេះសតមុនបើសួនទំនេរបាទនឹងប៉ុណ្ណឹងបើតាមធ្វើព្រោះបងប្អូនចឹងទៅដាក់សលេងដាក់ vocal អត់ edit វាថែមទៀតយើងកែវាថែមទៀតទៅខ្ញុំសម្រាប់ខ្ញុំអត់ដែរកែទាំងពួកខ្ញុំមានមិចសលេងស្រាប់ចុះយើងគាត់តែ copy វាពីមុនខ្ញុំដាក់ទេតែបាច់ស្រេខ្លួនឯងគេ copy ចុចដល់មើលតាមនេះចឹងវាពិបាកសម្រាប់ខ្ញុំអត់ធ្វើចឹងទេខ្ញុំចូលតែសលេងបាត់ចម្រៀងខ្ញុំមកខ្ញុំយកកន្លែង copy សលេង vocal មកស្រួលពិបាកបងប្អូនទៅមើលចូលទៅមើលដូចនេះក៏ខ្ញុំមានដែរនេះគេខ្ញុំមានកន្លងសម្រាប់មិចសម្លេង vocal ឬព្រោះមាន reverb មានអីហ្នឹងហើយដូចជា4ហ្នឹងហើយឥឡូវគេ copy 4ហ្នឹងមកយកមកដាក់វិញមក copy ទៀតមកដល់លើមិញ
ហើយសម្រាប់ធ្វើ remix ធ្វើបាត់នឹងម្ដងចាំខ្ញុំនឹងចេញវីដេអូតាមក្រោយបងប្អូនបើលើផុសវាអត់អស់ទេវាវែងពេកចាំពាក់ក្រោយចាំខ្ញុំថាមិនបាក់ក្រោយថ្ងៃនេះអាចខ្ញុំនឹងចេញមកទៀតមកវល់ធ្វើការដែរអញ្ចឹងណានេះចាំខ្ញុំប្រាប់ពីរបៀបធ្វើ remix បាត់នឹងម្ដងធ្វើឲ្យព្រោះមកទុកចេញទុកចាក់ខែប្រជុំអញ្ចឹងណាឥឡូវនេះនេះអស់បាន4ហ្នឹងឥឡូវយើងស្ដាប់មើលព្រោះណាមើល ល្ងាចនេះសតមុនបើសួនទំនេរទៅនឹងអូនទេគេទៅគ្រប់គ្នាពុកម៉ែឲ្យអូនអញជើងសួនគ្នាក្រែមានសក្តិបូជាចំបិនក្រែមានសក្តិបូជាចំបិន ទោះបីទុំនេះទេមិនទៅឡើយបងឈប់ ល្ងាចនេះសតមុនបើសួនទំនេរទៅនឹងអូនទេគេទៅគ្រប់គ្នាពុកម៉ែឲ្យអូនអញជើងសួនគ្នាក្រែមាន ឥឡូវគាត់ហ្នឹងយកពេលខ្ញុំនិយាយសលេងអញ្ចឹងបងប្អូនស្ដាប់សូវបានអញ្ចឹងខ្ញុំបិទអានេះសិនហើយខ្ញុំបិទ vocal ចាក់ឲ្យបងប្អូនស្ដាប់បានជាមួយ